ហើយទីនេះមាននៅខ្សែរឿងមួយដើម្បីសម្រាប់ជូនអ្នកទាំងអស់គ្នាដែលរឿងនេះដែរមានចំណងជើងថា The Cafe Terrace and its Goddess សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការសម្ដែងខ្សែរឿងមួយនេះនិងចូលចុច like subscribe ដាក់សញ្ញាកណ្ដឹងឲ្យម្នាក់មួយហើយកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានខ្សែរឿងរបស់យើងទាំងអស់គ្នារឿងនេះចាប់ផ្ដើមដោយក្មេងប្រុសម្នាក់ឈ្មោះ Hayato Kasukabe ដែលចូលទៅក្នុងហាងកាហ្វេយាយរបស់គាត់ក៏យល់ឃើញថាវាមិនប្រែប្រួលនោះទេហើយគិតថាវាជាការល្អក្នុងការកំទេចវាចោលហើយធ្វើអ្វីផ្សេងបន្ទាប់ពីមើលជុំវិញនោះបន្តិចគាត់ក៏ចូលទៅខាងក្នុងផ្ទះបឹងកាឡូដ៏ធំមួយដែលមានបន្ទប់ទំនេរជាច្រើនគាត់សប្បាយចិត្តនៅពេលនៅម្នាក់ឯងប៉ុន្តែសន្តិភាពរបស់គាត់មិនបានយូរនោះទេក្មេងស្រីសក់ពណ៌ផ្កាឈូកម្នាក់ឈ្មោះអ៊ូកាក៏ដើរចូលមកដោយស្លៀកតែខោអាវខ្នងរបស់នាងដែលញាក់ផ្អើលហើយអូតូក៏រត់ចេញគាត់បើកទ្វារមួយទៀតដើម្បីលាក់ខ្លួនប៉ុន្តែបានឃើញក្មេងស្រីម្នាក់ទៀតឈ្មោះអេមីកំពុងតែបដូរសម្លៀកបំពាក់ហាត់ប្រាណរបស់នាងស្មានថាគាត់ជាក្មេងស្រីម្នាក់ទៀតហើយក៏ហុចខោខ្នងរបស់នាងទៅឲ្យគាត់យកទៅបោកពេលនេះដឹងថាគាត់គឺជាមនុស្សប្រុសហើយអូតូក៏ភ័យសាន់ស្លោហើយក៏រត់ចេញជាមួយខោខ្នងរបស់នាងពេលគាត់រត់កាត់ក្នុងផ្ទះគាត់ក៏ជួបជាមួយអាខេនដែលជាក្មេងស្រីសក់ពណ៌ទង់ដែងដែលកំពុងតែស្លៀកខោខ្នងដូចគ្នាដែលច្បុកច្បល់នឹងខ្មាស់អៀនគាត់ក៏បន្តរត់រហូតដល់គាត់បានជួបនឹងស៊ីរ៉ាជីគូដែលជាក្មេងស្រីដែលមានសក់ពណ៌បៃតងចាស់ក្នុងស្ថានភាពដូចគ្នាដែលក្តីអស់សង្ឃឹមហើយអូតូក៏បានរកឃើញបន្ទប់ដែលហាក់ដូចជាមានសុវត្ថិភាពប៉ុន្តែនៅពេលដែលគាត់បើកទ្វារគាត់បានឃើញរីហូដេកពោបនៅលើគ្រែដោយស្លៀកតែខោអាវខ្នងដូចគ្នាហើយអូតូស្រឡាំងកាំងពេលដឹងថាគាត់កំពុងរស់នៅជាមួយក្មេងស្រី5នាក់គាត់ព្យាយាមរត់គេចខ្លួនប៉ុន្តែត្រូវបានក្មេងស្រីទាំងនោះចាប់បានហើយអេមីក៏បានទាត់គាត់សន្លប់ឈឹងនៅពេលដែលអូតូដឹងខ្លួនគាត់ត្រូវបានស្រីចងហើយស្រីក៏ចោទគាត់ថាជាចោរក៏បញ្យល់ថាទីនេះជាផ្ទះយាយរបស់គាត់ហើយស្រីដឹងថាគាត់ជាចៅប្រុសរបស់អតីតម្ចាស់ហាងកាហ្វេនេះពួកគេប្រាប់គាត់ថាយាយរបស់គាត់ចាត់ទុកពួកគេជាគ្រួសារហើយអនុញ្ញាតឲ្យពួកគេស្នាក់នៅទីនេះបន្ទាប់មកក្មេងស្រីទាំង5នាក់ក៏បានណែនាំខ្លួនពួកគេអាខេនហ៊ូជីសក់ពណ៌ទង់ដែងមានអាយុ19ឆ្នាំអូកាម៉ាគូសាវ៉ាជាក្មេងស្រីសក់ពណ៌ផ្កាឈូកសិក្សាផ្នែកឌីហ្សាញនៅមហាវិទ្យាល័យអេមីស៊ូរូហ្កាសក់ពណ៌ស្វាយជាអ្នកស្រឡាញ់កាយសម្បទាដែលពោរពេញទៅដោយថាមពលរីហូស៊ូគីស៊ីម៉ាសក់ពណ៌ទឹកក្រូចជានិស្សិតមហាវិទ្យាល័យឆ្នាំទី3ស៊ីរ៉ាជីកូអូណូក្មេងស្រីពូកាអៀនជាមួយនឹងសក់ពណ៌បៃតងចាស់ស្ងប់ស្ងាត់និងរំទុំហើយអូតូប្រាប់ពួកគេថាគាត់ក្រុងនឹងកំទេចហាងកាហ្វេហើយសាងសង់ចំណតរថយន្តប៉ុន្តែក្មេងស្រីទាំងនោះបដិសេធមិនព្រមចាកចេញនោះទេពួកគេគ្មានលុយហើយក៏គ្មានកន្លែងណាទៅដែរហើយពួកគេរំលឹកគាត់ថាយាយរបស់គាត់បានអនុញ្ញាតឲ្យពួកគេស្នាក់នៅទីនេះអេមីបង្ហាញថាហើយអូតូមិនបានចូលរួមក្នុងពិធីបុណ្យសពយាយរបស់គាត់ឬក៏ជួយចេញថ្លៃចំណាយទេដោយហៅគាត់ថាជាមនុស្សចិត្តត្រជាក់ក្រោយមកក្មេងស្រីក៏ព្យាយាមបញ្ចុះបញ្ចូលហើយអូតូឲ្យបន្តដំណើរការហាងកាហ្វេដោយពួកគេឲ្យអូកាស្លៀកពាក់ឈុតអ្នកបម្រើដើម្បីតាក់ទាញគាត់នៅយប់នោះអូកាចូលទៅក្នុងម៉ូតូរបស់ហើយអូតូដោយហៅគាត់ថាចវាយហើយឲ្យភីឡាហ្វទៅគាត់សម្រាប់អាហារពេលល្ងាចហើយអូតូសុំមន់បំពងចំនួនវិញប៉ុន្តែអូកាសារភាពថានាងចេះធ្វើតែភីឡាហ្វប៉ុណ្ណោះនាងព្យាយាមធ្វើមន់បំពងប៉ុន្តែវាខ្លោចខ្ទេចហើយចុងក្រោយពួកគេទាំងអស់គ្នាក៏ញ៉ាំអាហារដែលខ្លោចនោះក្មេងស្រីទាំងនោះបានដឹងថាហើយអូតូបានដឹងពីផែនការរបស់ពួកគេដើម្បីអូកាឡាគាត់ដូច្នេះពួកគេក៏បានឈប់ពួកគេសួរថាតើគាត់ចង់ងូតទឹកសិនដែរទេហើយអូតូភ្ញាក់ផ្អើលពេលដែលពួកគេមិនបានព្យាយាមធ្វើអ្វីមួយក្រោយមកគាត់សម្គាល់ឃើញហាងកាហ្វេបើកហើយចូលទៅរកអីផឹកក៏បានឃើញអាខេនកំពុងជួបបារីហើយក៏បានស្ដីឲ្យនាងអំពីការជួបបារីក្នុងផ្ទះទន្ទឹមនឹងនេះរីហូនិងស៊ីរ៉ាជីគូកំពុងតែផឹកស្រារីហូសើចដោយនិយាយថានាងបានប្រើស៊ីរ៉ាជីគូជាកូនជាមពលីសម្រាប់ផែនការរបស់នាងស៊ីរ៉ាជីគូបានស្រវឹងហើយក៏ព្យាយាមអូកាឡាហើយអូតូប៉ុន្តែអេមីបានវាយគាត់ដោយគិតថាគាត់កំពុងតែកេងចំណេញលើស៊ីរ៉ាជីគូខណៈរីហូខឹងដែលផែនការរបស់នាងបរាជ័យនៅថ្ងៃបន្ទាប់ក្មេងស្រីក៏បានសុំទោសដោយឲ្យស៊ីរ៉ាជីគូធ្វើម្ហូបឲ្យហើយអូតូញ៉ាំអេមីនិយាយលេងអំពីក្តីស្រឡាញ់ចម្លាយរបស់ស៊ីរ៉ាជីគូចំពោះក្លិនរបស់មនុស្សប្រុសប៉ុន្តែស៊ីរ៉ាជីគូមិនបានចាំអ្វីទាំងអស់តាំងពីយប់មិញបរិបពីអ្នកបានមកពិនិត្យមើលហាងកាហ្វេហើយប្រាប់ហើយអូតូថាពួកគេនឹងត្រឡប់មកវិញជាមួយនឹងការប៉ាន់ស្មានសម្រាប់ការកំទេចវាចោលបរិបម្នាក់បានដក logo ហាងកាហ្វេចេញដែលធ្វើឲ្យហើយអូតូខឹងក្មេងស្រីញាក់ផ្អើលដែលគាត់ចាប់អារម្មណ៍នឹង logo ហើយក៏ឆ្ងល់ថាតើគាត់ពិតជាចង់បំផ្លាញហាងកាហ្វេមែនឬក្រោយមករីហូបានឮហើយអូតូនិយាយពីផែនការរបស់គាត់ដើម្បីផ្សំបំណុលរបស់យាយគាត់ដោយការចូលរៀននៅសាកលវិទ្យាល័យតូក្យូនាងដឹងថាគាត់មិនមែនជាមនុស្សចិត្តត្រជាក់ដោយដែលនាងបានគិតនោះទេហើយធ្វើភីឡាហ្វឲ្យគាត់ញ៉ាំហើយអូតូទទួលយកវាបន្ទាប់ពីដឹងថាយាយរបស់គាត់បានសុំឲ្យរីហូធ្វើវាឲ្យគាត់ញ៉ាំប៉ះសិនបើនាងបានស្លាប់មុនពេលដែលគាត់ត្រឡប់មកវិញទីបំផុតហើយអូតូប្រាប់ក្មេងស្រីថាគាត់នឹងបន្តបើកហាងកាហ្វេមួយឆ្នាំទៀតប្រសិនបើវារកប្រាក់មិនបានគ្រប់គ្រាន់នោះគាត់នឹងកំទេចវាចោលក្មេងស្រីរំភើបចិត្តហើយក៏យល់ព្រមធ្វើការក្រៅម៉ោងហើយអូតូសួរថាតើពួកគេនឹងបន្តរក្សាហាងកាហ្វេនេះឬក៏បំផ្លាញវាការពិភាក្សានេះបានបញ្ចប់ដោយគ្រប់គ្នាតាំងចិត្តថានឹងធ្វើឲ្យហាងកាហ្វេទទួលបានជោគជ័យ
នៅថ្ងៃបន្ទាប់ហើយតូហៅក្មេងស្រីមកប្រជុំហើយសួរថាតើពួកគេនឹងចែករំលែកការងារសម្អាតដោយរបៀបណារីហូរអ៊ូអំពីកញ្ចក់របស់នាងអេមីនិយាយថានាងចេះតែធ្វើឲ្យអ្វីៗក៏ខ្វក់ប៉ុណ្ណោះអូកាអាងថានាងមានសម្ពាធឈាមទាបហើយអាខេនិយាយថានាងស្អប់ការសម្អាតនៅពេលដែលហើយតូសួរថាតើពីមុនពួកគេសម្អាតដោយរបៀបណាពួកគេនិយាយថាយាយរបស់គាត់បានធ្វើការងារភាគច្រើនស៊ីរ៉ាជីគូសូមធ្វើការចំអិនប៉ុន្តែហើយតូនិយាយថាវាអយុត្តិធម៌ណាស់ក្នុងការជំរុញការងារទាំងអស់នៅលើអ្នកដែលមិនចេះមាត់កច្រើនទីបំផុតគាត់ក៏បានបញ្ចុះបញ្ចូលពួកគេឲ្យជួយដោយនិយាយថាពួកគេជាអ្នកដែលធ្វើឲ្យយាយរបស់គាត់ឆាប់ស្លាប់ដោយការធ្វើការងារភាគច្រើនខណៈពេលដែលអ៊ូកាកំពុងសម្អាតចន្ទាហើយតូបានលេងសើចនឹងនាងបង្ងើយកតាយនឹងគាត់ហើយក៏អោនចោះដោយបង្ហាញខោក្នុងរបស់នាងហើយតូអៀនហើយក៏ព្យាយាមប្រាប់នាងរីហ៊ូដើរកាត់នោះហើយក៏ប្រាប់អូកាភ័យសន្សោក៏បាត់បង់លំនឹងហើយក៏ធ្លាក់ពីលើចន្ទាបុកនឹងហើយតូហើយគាត់ក៏បានសន្លប់ក្រោយមកហើយតូធ្វើការបោកគក់ហើយក៏រកឃើញខោក្នុងរបស់អូកានាងបានត្អូញត្អែទៅកាន់ក្មេងស្រីផ្សេងទៀតហើយពួកគេខឹងនៅពេលដែលហើយតូនិយាយថាវាគ្រាន់តែជាការបោកគក់សម្លៀកបំពាក់ធម្មតាប៉ុណ្ណោះក្រោយមកហើយតូជួយស៊ីរ៉ាជីគូសម្អាតហាងកាហ្វេហើយនាងអរគុណគាត់សម្រាប់ការជួយនាងបារម្ភពីការងារផ្ទះនៅពេលដែលមហាវិទ្យាល័យចាប់ផ្ដើមចូលរៀនប៉ុន្តែហើយតូប្រាប់នាងកុំឲ្យអ្នកដទៃកេងប្រវ័ញ្ចកម្លាំងរបស់នាងគាត់ក៏សូមឲ្យនាងឈប់និយាយគួរសមជាមួយនឹងគាត់និងអ្នកដទៃទៀតផងដែរថ្ងៃនោះស៊ីរ៉ាជីគូបានអញ្ជើញហើយតូមកញ៉ាំអាហារពេលល្ងាចព្រោះយាយរបស់គាត់ជឿថាគ្រួសារគួរតែញ៉ាំបាយជុំគ្នាទោះជាយ៉ាងណាក៏ដោយក្មេងស្រីផ្សេងទៀតនៅតែខឹងនឹងអបាតហេតុខោក្នុងនោះហើយមិនអើពើនឹងគាត់បន្ទាប់ពីអាហារពេលល្ងាចហើយតូទៅងូតទឹកប៉ុន្តែអូកាក៏ដើរចូលមកដោយស្លៀកតែខោក្នុងរបស់នាងហើយនាងក៏ស្រែកដោយការភ្ញាក់ផ្អើលពេលលើបែបនេះអេមីក៏ស្ទុះចូលទៅដល់ហើយតូហើយនិយាយថានាងត្រូវទៅការពារសិទ្ធិនារីនៅថ្ងៃបន្ទាប់ហើយតូប្រាប់ក្មេងស្រីថាដោយសារតែហាងកាហ្វេមិនបើកឡើងវិញដូច្នេះគាត់នឹងฝึกហាត់ឆុងកាហ្វេគាត់បានឆុងកាហ្វេមួយពែងដោយទំនុកចិត្តហើយស្រីក៏ភ្លក់វាទាំងអន្ទះសាទោះជាយ៉ាងណាក៏ដោយវាពិតជាយ៉ាប់ណាស់អាខេនិយាយថាវាមានរសជាតិពិបាកលេបខ្លាំងណាស់ហើយតូចោទប្រកាន់ពួកគេថានិយាយពន្លើសប៉ុន្តែបន្ទាប់ពីបានភ្លក់ខ្លួនឯងគាត់ដឹងថាពួកគេពិតជានិយាយត្រូវក្រោយមកអាខេកំពុងអានសៀវភៅនៅក្នុងហាងកាហ្វេខណៈពេលដែលហើយតូត្អូញត្អែមពីការលំបាកក្នុងការឆុងកាហ្វេនាងប្រាប់គាត់ឲ្យឈប់រអ៊ូហើយសុំឆុងកាហ្វេឲ្យគាត់មួយពែងហើយតូមានការញាក់ផ្អើលដែលកាហ្វេរបស់នាងមានរសជាតិឆ្ងាញ់អាខេនបានលាតត្រដាងថាយាយរបស់គាត់បានបង្រៀននាងហើយតូសូមឲ្យនាងមករៀនគាត់ប៉ុន្តែនាងបដិសេធដោយសារតែគាត់និយាយមកដូចជាគាត់នឹងជាចំអាយខ្លាំងពេកបន្ទាប់ពីគាត់អង្វរទីបំផុតនាងក៏យល់ព្រមនាងចង់ចាំថាយាយរបស់គាត់និយាយថាហើយតូរឹងក្បាលណាស់ប៉ុន្តែតែងតែរកវិធីដើម្បីសុំទោសយំនោះអេមីចៃដន្យដើរចូលទៅចំពេលហើយតូងូតទឹកទោះបីជាគាត់ដាក់សញ្ញាបន្ទប់ទឹករវល់ហើយក៏ដោយក៏នាងនៅតែដើរគាត់ហើយបន្ទោគាត់ចំពោះស្ថានភាពនេះនៅថ្ងៃបន្ទាប់ហើយតូហៅរីហូទៅជាមួយគាត់ទៅជួបដៃគូរកស៊ីចាស់របស់យាយរបស់គាត់រីហូសួរបែបលេងសើចថាតើគាត់ចង់ដេតជាមួយក្មេងស្រីណាម្នាក់ឬអត់ប៉ុន្តែហើយតូបដិសេធព្រោះអ៊ូកាតែងតែប្រកែកអាខេនអាក្រក់ជាមួយនឹងមនុស្សស៊ីរ៉ាជីគូខ្មាស់អៀនពេកហើយអេមីចម្លែកពេកក្នុងអំឡុងពេលទៅជួបនោះហើយតូនិយាយដោយទឹកមុខស្រពោនខណៈដែលរីហូតាក់ទាញដៃគូអាជីវកម្មហើយថែមទាំងទទួលបានការបញ្ចុះតម្លៃថែមទៀតនៅតាមផ្លូវទៅផ្ទះរីហូស្នើសុំឈប់នៅទីសក្ការៈបូជាមួយកន្លែងនាងនិយាយថាយាយរបស់គាត់តែងតែជូនដំណឹងដល់ព្រះអំពីការផ្លាស់ប្ដូរដ៏ធំនៅក្នុងជីវិតរបស់នាងហើយតូមានការញាក់ផ្អើលដែលរីហូយកចិត្តទុកដាក់ចំពោះប្រពៃណីរីហូស្រាប់តែខឹងហើយក៏ប្រាប់គាត់ឲ្យគោរពការចងចាំរបស់យាយគាត់នាងក៏ប្រាប់គាត់ឲ្យបង្ហាញការដឹងគុណចំពោះអ្នកដែលបានជួយគាត់ផងដែរហើយតូដឹងកំហុសរបស់ខ្លួនហើយក៏បានសុំទោសបន្ទាប់មកគាត់និយាយថាគាត់ចង់ទៅជួបជាមួយដៃគូអាជីវកម្មឡើងវិញឲ្យបានត្រឹមត្រូវរីហូមានការញាក់ផ្អើលចំពោះការផ្លាស់ប្ដូររបស់គាត់ហើយសម្រេចចិត្តផ្ដល់រង្វាន់ដល់គាត់តាមរបៀបឈួតឆ្កួតដោយការសើចសម្ពុតរបស់នាងឡើងហើយតូភ័យសន្ស្លាវហើយក៏ព្យាយាមបញ្ឈប់នាងប៉ុន្តែក៏បានធ្លាក់ចន្ទា